នៅក្នុងភាពវឹកវរនាចុងអាយុកាលនៃរាជវង្សហាននគរទាំង3បានប្រយុទ្ធគ្នាដើម្បីដណ្ដើមអំណាចគ្រប់គ្រងប្រទេសចិនយើងទាំងអស់គ្នាធ្លាប់ដឹងពីវីរកថាអស្ចារ្យរបស់លាវប៉ៃឆាវឆាវនិងសុនឈៀនប៉ុន្តែចុះយ៉ាងណាវិញប្រសិនបើអ្នកឈ្នះពិតប្រាកដក្នុងសម័យនគរទាំង3នេះមិនមែនជាស្ដេចទាល់តែសោះនោះជារឿងដែលគួរឲ្យអស់សំណើចនិងចាប់អារម្មណ៍មួយដែរអ្នកឈ្នះពិតប្រាកដគឺជាបរិសម្នាក់ដែលលេងល្បែងនេះបានយូរជាងគេយ៉ាងល្អឥតខ្ចោះតែគាត់មិនបានដណ្ដើមរាជបល្ល័ង្កសម្រាប់ខ្លួនឯងទេប៉ុន្តែគាត់គ្រាន់តែសង់ចិនដាវសម្រាប់ចៅប្រុសរបស់គាត់ឡើងទៅកាន់ទីនោះទៅវិញឈ្មោះរបស់គាត់គឺស៊ឺម៉ាអ៊ីហើយថ្ងៃនេះយើងនឹងស្វែងយល់ពីការផ្លាស់ប្ដូរដ៏សំខាន់បំផុតរបស់គាត់នោះគឺប៉ុន្មានឆ្នាំដែលគាត់បានចំណាយពេលក្រោមការគ្រប់គ្រងរបស់អធិរាជឆាវភីយើងស្គាល់ស៊ឺម៉ាអ៊ីថាជាគូសត្រូវដ៏ធំបំផុតរបស់ជឿកលៀងប៉ុន្តែមុនពេលគាត់ក្លាយជារាជគ្រូគាត់គ្រាន់តែជាមន្ត្រីរដ្ឋបាលម្នាក់ដែលពោពេញដោយភាពភ័យខ្លាចនិងលាក់បាំងមហិច្ឆតារបស់ខ្លួននៅពីក្រោយរបាំងមុខនៃភាពស្មោះត្រង់ក្នុងអំឡុងពេល7ឆ្នាំនៃការកាន់រាជរបស់ឆៅភីដែលស៊ឺម៉ាអ៊ីបានរៀនមេរៀនជាក់លាក់ចំនួន3ទី1ការប្រមូលផ្ដុំអំណាចទី2ភាពអត់ធ្មត់និងទី3គឺសង្គ្រាមរដ្ឋបាលដែលនាំឲ្យត្រកូលរបស់គាត់អាចបង្កើតរាជវង្សจีนបានដើម្បីយល់ពីការវិវត្តរបស់ស៊ឺម៉ាអ៊ីយើងត្រូវត្រឡប់ទៅពេលដែលគាត់នៅជាមនុស្សសាមញ្ញម្នាក់សិនកើតក្នុងឆ្នាំ179នៃគ្រិស្តសករាជក្នុងត្រកូលអភិជនស៊ឺម៉ាគាត់បានចូលបម្រើការងារជាស្មៀនធម្មតាម្នាក់ប៉ុណ្ណោះប៉ុន្តែគាត់មិនមែនជាស្មៀនធម្មតាទេឆាយឆាវដែលជាមេទ័ពដ៏អស្ចារ្យមានការសង្ស័យនិងប្រុងប្រយ័ត្នចំពោះគាត់យ៉ាងខ្លាំងរឿងព្រេងបាននិយាយថាស៊ឺម៉ាអ៊ីមានកែវភ្នែកដូចឆ្កែចចកដែលអាចងាកក្បាលបាន180ដឺក្រេដូចជារាជសីឆាវឆាវបានប្រមានកូនប្រុសរបស់ខ្លួនគឺឆៅភីថាបរិសម្នាក់នេះកំពុងលាក់មហិច្ឆតាដ៏ធំគេប្រហែលជាមិនចង់ស្លាប់ទៅត្រឹមជាអ្នកបម្រើធម្មតានោះទេប៉ុន្តែឆៅភីមិនបានមើលឃើញថាជាការគំរាមកំហែងនោះទេគាត់បែរជាមើលឃើញថាជាឱកាសទៅវិញអ្នកដឹងទេឆៅភីកំពុងស្ថិតក្នុងការប្រយុទ្ធដ៏អស់សង្ឃឹមដើម្បីស្នងរាជប្រឆាំងនឹងបងប្អូនរបស់ខ្លួនគឺកវីឯកឆៅជឺខណៈពេលដែលឆៅជឺមានទេពកោសល្យផ្នែកអក្សរសាស្ត្រឆៅភីមានមិត្តទាំង4ដែលជារង្វង់ទីប្រឹក្សាផ្ទាល់របស់គាត់ហើយស៊ឺម៉ាអ៊ីគឺជាមេដឹកនាំនៃរង្វង់នោះរង្វង់មិត្តទាំង4នោះរួមមានស៊ឺម៉ាអ៊ីឆិនឈីនអ៊ូជឺនិងជូស័រស៊ឺម៉ាអ៊ីបានជួយឆៅភីឆ្លងកាត់ការតស៊ូដណ្ដើមអំណាចដ៏ឃោរឃៅក្នុងឆ្នាំ217នៃគ្រិស្តសករាជដែលបង្ហាញពីភាពស្មោះត្រង់និងអត្ថប្រយោជន៍របស់គាត់នៅពេលដែលឆៅភីទីបំផុតក្លាយជាបត្រាក្រមកុដស៊ឺម៉ាអ៊ីលែងគ្រាន់តែជាទីប្រឹក្សាទៀតហើយគាត់គឺជាដៃស្ដាំរបស់អធិរាជនាពេលអនាគតនៅក្នុងឆ្នាំ220នៃគ្រិស្តសករាជឆៅឆាវបានទទួលមរណភាពហើយឆៅភីបានបង្កើតរាជវង្សវៃនេះគឺជាកន្លែងដែលការវិវត្តជាជនស៊ីវិលរបស់ស៊ឺម៉ាអ៊ីចាប់ផ្ដើមឆៅភីបានបដូររាជធានីទៅលូយ៉ាងហើយបានអនុវត្តប្រព័ន្ធឋានន្តរស័ក្តិ9ថ្នាក់ប្រព័ន្ធនេះគឺជាគំនិតដ៏ឆ្លាតវៃបំផុតវាបានអនុញ្ញាតឲ្យរាជការកណ្ដាលតែងតាំងមន្ត្រីដោយផ្អែកលើទេពកោសល្យនិងកេរ្តិ៍ឈ្មោះគ្រួសារដោយរំលងអ្នកកាន់អំណាចក្នុងតំបន់ឆៅភីបានដំឡើងឋានៈស៊ឺម៉ាអ៊ីជាមន្ត្រីធំនៃកិច្ចការផ្ទៃក្នុងរបស់អធិរាជនេះគឺជាឋានៈដ៏កំពូលរបស់ស៊ឺម៉ាអ៊ីក្នុងផ្នែកកិច្ចការរដ្ឋគាត់បានមើលឃើញឆៅភីប្រមូលផ្ដុំអំណាចយ៉ាងឃោរឃៅដោយដកហូតអំណាចពីសមាជិករាជវង្សឆាវនិងទម្លាក់វាទៅក្នុងដៃអ្នកបច្ចេកទេសដូចជាស៊ឺម៉ាអ៊ីគាត់បានយល់ថាអំណាចពិតប្រាកដមិនមែនជាការសម្រុកចូលសមរភូមិនោះទេវាគឺជាការគ្រប់គ្រងលំហូរនៃតួអក្សរលើក្រដាសការតែងតាំងមន្ត្រីនិងការបង្កើតច្បាប់រហូតដល់ឆ្នាំ225នៃគ្រិស្តសករាជការជឿទុកចិត្តមានកម្រិតខ្ពស់បំផុតហើយនៅពេលឆៅភីចេញទៅធ្វើសង្គ្រាមគាត់បានទុកស៊ឺម៉ាអ៊ីនៅរាជធានីក្នុងនាមជាអ្នកការពាររាជធានីសំណួរសួរថាហេតុអ្វីបានជាឆៅភីសុកចិត្តប្រគល់ចក្រភពទាំងមូលទៅក្នុងដៃបរោះដែលឪពុករបស់ខ្លួនធ្លាប់បានព្រមានចម្លើយសាមញ្ញគឺដោយសារស៊ឺម៉ាអ៊ីបានក្លាយជាបុគ្គលដែលមិនអាចខ្វះបានប៉ុន្តែអ្នកនយោបាយក្នុងយុគសម័យនោះគឺគ្មានតម្លៃអ្វីទេប្រសិនបើគ្មានដាវការវិវត្តផ្នែកយុទ្ធសាស្ត្របានផ្លាស់ប្ដូរទៅកាន់សមរភូមិរាជរបស់ឆៅភីត្រូវបានកំណត់ដោយយុទ្ធនាការសង្គ្រាមឥតឈប់ឈរនិងជារឿយៗតែងតែបរាជ័យទល់នឹងនគរអ៊ូស៊ឺម៉ាអ៊ីត្រូវបានផ្លាស់ប្ដូរទៅកាន់តួនាទីយោធាជាអ្នកគ្រប់គ្រងកងទ័ពនិងក្រោយមកជាមេទ័ពស្ដាំគាត់មិនត្រឹមតែប្រយុទ្ធទេគាត់កំពុងរៀនសូត្រពីភស្តុភារគាត់បានឃើញឆៅភីដឹកនាំយុទ្ធនាការធំៗ3ទល់នឹងនគរអ៊ូដែលសុទ្ធតែបរាជ័យដោយសារតែការមិនចេះអត់ធ្មត់និងមិនត្រូវពេលវេលាស៊ឺម៉ាអ៊ីបានស្នើផ្លូវមួយផ្សេងទៀតរក្សាស្ថិរភាពផ្ទៃក្នុងនិងការពារការឈ្លានពានពីខាងក្រៅ
គាត់បានតស៊ូមតិក្នុងការស្តុកទុកស្បៀងអាហារនិងកសាងកងទ័ពជើងទឹកជាជាងការវាយប្រហារដោយមិនប្រុងប្រយ័ត្នទ្រឹស្ដីការអត់ធ្មត់ជាចម្បងនេះបានក្លាយជាយុទ្ធសាស្ត្រសម្គាល់ខ្លួនគាត់សឺម៉ាអ៊ីដឹងថាប្រសិនបើយើងអាចផ្ដល់ស្បៀងគ្រប់គ្រាន់ដល់កងទ័ពនិងអាចរងចាំយូរជាងសត្រូវនោះយើងមិនចាំបាច់ត្រូវការយុទ្ធសាស្ត្រដ៏អស្ចារ្យដើម្បីឈ្នះនោះទេព្រោះសត្រូវនឹងដាច់ពុះស្លាប់ដោយខ្លួនឯងនេះគឺជាយុទ្ធសាស្ត្រពិតប្រាកដដែលគាត់នឹងប្រើនៅពេលក្រោយដើម្បីផ្ដួលជូកលៀមនៅខែមិថុនាឆ្នាំ226នៃគ្រិស្តសករាជឆៅភីបានសោយទាបបង្គត់ក្នុងវ័យត្រឹមតែ39ឆ្នាំប៉ុណ្ណោះដង្ហើមចុងក្រោយនៅលើគ្រែរបស់គាត់បានធ្វើការសម្រេចចិត្តមួយដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រគាត់បានតែងតាំងសឺម៉ាអ៊ីជាអ្នករាជានុសិទ្ធម្នាក់ក្នុងចំណោមអ្នករាជានុសិទ្ធទាំង3សម្រាប់ស្នងរាជបន្តគឺព្រះអង្គម្ចាស់វ័យក្មេងឆៅរួយនេះគឺជាពេលវេលាដែលកូនសិស្សឆៅភីបានបញ្ចប់ការរៀនសូត្រក្រោមការដឹកនាំរបស់ឆៅភីសឺម៉ាអ៊ីគឺជាឧបករណ៍មួយក្រោយសម័យឆៅភីបានបញ្ចប់សឺម៉ាអ៊ីគឺជាសសរទ្រូងនៃរាជការគាត់បានចំណាយពេល7ឆ្នាំដើម្បីរៀនមេរៀនដ៏ឃោរឃៅចំនួន3 1. កិច្ចការរាជវាំងគឺជាអាវុធគឺរបៀបប្រើប្រាស់កិច្ចការផ្ទៃក្នុងដើម្បីរំលងគូប្រជែង 2. អំណាចនៃការការពារគឺអ្នកដែលរងចាំបានយូរបំផុតគឺជាអ្នកឈ្នះ 3. របាំងមុខនៃភាពស្មោះត្រង់ដោយធ្វើជាអ្នកបម្រើដ៏ល្អឥតខ្ចោះចុងក្រោយនឹងក្លាយជាម្ចាស់អ្វីគ្រប់យ៉ាងដែលសឺម៉ាអ៊ីបានធ្វើនៅពេលក្រោយការការពារនៅតំបន់ទំនាបអ៊ូចាងក្នុងឆ្នាំ234នៃគ្រិស្តសករាជនិងរដ្ឋប្រហារបង្ហូរឈាមនៅឯភ្នូរកៅភីងក្នុងឆ្នាំ249នៃគ្រិស្តសករាជអាចកើតឡើងទៅបានគឺដោយសារតែមូលដ្ឋានគ្រឹះដែលឆៅភីបានសាងសង់សម្រាប់គាត់ដូច្នេះតើយើងអាចសន្និដ្ឋានថាសឺម៉ាអ៊ីគឺជាជនក្បត់តាំងពីដំបូងឬមួយក៏គាត់គ្រាន់តែឆ្លៀតឱកាសដោយសារតែមានគ្រឹះដ៏រឹងមាំដែលឆៅភីបានផ្ដល់ឲ្យគាត់ឆៅភីបានបង្កើតម៉ាស៊ីននៃអំណាចផ្ដាច់ការសឺម៉ាអ៊ីគ្រាន់តែបានរៀនពីរបៀបបើកបរវាឲ្យបានល្អជាងម្ចាស់ដើមប៉ុណ្ណោះការវិវត្តរបស់សឺម៉ាអ៊ីរំលឹកយើងថាអ្នកចម្បាំងដ៏អស្ចារ្យបំផុតមិនមែនតែងតែជាអ្នកដែលស្រែកខ្លាំងជាងគេនោះទេប៉ុន្តែគឺជាអ្នកដែលអង្គុយស្ងៀមនៅជ្រុងម្ខាងដោយគ្រាន់តែអង្គុយសញ្ជឹងគិតស្វែងយល់រៀនសូត្រនិងរងចាំពេលវេលាដែលចៅហ្វាយរបស់ខ្លួនឡើងមានវត្តមានប្រសិនបើអ្នកចូលចិត្តការស្វែងយល់ស៊ីជម្រៅអំពីល្បិចកលនយោបាយពិតប្រាកដនៃសម័យនគរទាំង3សូមកុំភ្លេចចុច like និង subscribe សូមប្រាប់ខ្ញុំនៅក្នុងមតិយោបល់តើអ្នកគិតថាសឺម៉ាអ៊ីបានរៀបចំផែនការក្បត់តាំងពីថ្ងៃដំបូងឬមួយក៏គាត់ត្រូវបានបង្ខំឲ្យធ្វើបែបនេះដើម្បីរស់រានមានជីវិតជួបគ្នាវីដេអូក្រោយសូមអរគុណ